ពតយកដីខ្មែរចិត្ត800ហិកតាក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យនិងតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យចំពោះមុខគណៈប្រតិភូអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ21ស្ថាប័នកាលពីរសៀលថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានចង្អុលបង្ហាញថានៅភូមិជោគជ័យហើយបានគាត់លក់បន្លានិងដាក់ទូកុងតឺន័ររំលោភយកដីកម្ពុជា16ទូលើ4ទីតាំងក្នុងទំហំដី137ហិកតានៅភូមិព្រៃច័ន្ទហើយដាក់ទូកុងតឺន័រ36ទូលើ3ទីតាំងហើយកាន់កាប់លើផ្ទៃដីកម្ពុជា42ហិកតានៅតំបន់បឹងត្រកួនហើយបានកាន់កាប់ដីរបស់កម្ពុជាដល់ទៅ584ហិកតាដាក់ទូកុងតឺន័រ26ទូនិង13ទីតាំងឯកឧត្តមអភិបាលខេត្តបន្តថាយោធាថៃរំលោភបំពាននិងកាន់កាប់ទឹកដីកម្ពុជាទាំងនេះបានកើតឡើងក្រោយថ្ងៃទី27ធ្នូ2025គឺក្រោយបទឈប់បាញ់ហើយបានរារាំងពលរដ្ឋចំនួន11250នាក់មិនឲ្យវិលត្រឡប់ចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគេវិញឡើយសូមរំលឹកថាក្រសួងការបរទេសដឹកនាំដោយលោកជំទាវអៀតសោភារដ្ឋមន្ត្រីស្ដីទីបានដឹកនាំគណៈប្រតិភូអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ21ស្ថាប័នចុះពិនិត្យមើលទីតាំងដោយផ្ទាល់ដែលយោធាថៃរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលស្ថិតនៅក្នុងភូមិអូ3ជាន់ស្រុកអូជ្រៅនិងនៅតំបន់បឹងត្រកួនភូមិគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រៅពីនៅភូមិជោគជ័យភូមិព្រៃច័ន្ទនៅតំបន់បឹងត្រកួននៅក្នុងខេត្តបន្ទាយមានជ័យកងទ័ពថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជានិងបន្តដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួសនៅទីតាំងផ្សេងទៀតដែលក្រសួងការបរទេសបានប្រកាសថាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនមានតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅខេត្តចំនួន4រួមមានខេត្តបន្ទាយមានជ័យនៅភូមិព្រៃច័ន្ទភូមិជោគជ័យនិងភូមិបឹងត្រកួននៅខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវនិងតំបន់ភ្នំទ្រាំខេត្តឧត្តរមានជ័យយោធាថៃចូលកាន់កាប់ទឹកដីកម្ពុជានៅតំបន់អូស្មាច់ប្រាសាទថ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃរួមទាំងការបន្តឈរជើងវាយកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាព្រមទាំងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជាទាំងនេះ